Manchester United เตรียมกระจบตึกประ80 ล้านปอนด์ដាក់ទៅ Real Madrid ដើម្បីចងបាន Federico Valverde តែ Real Madrid say no បងប្អូនបាទចេះបាទរឿងរ៉ាវបែបនេះបាទអង្គុយចុះស្ដាប់ admin និយាយស្ដាប់បាទរឿងរ៉ាវដែលកំពុងតែក្តៅបាទគឺសារព័ត៌មានជាច្រើនចេញផ្សាយបាទនៅក្នុងថ្ងៃនេះគឺ Real Madrid និង Man U មានរឿងត្រូវជជែកគ្នារឿង Valverde នេះបាទក្តៅបាទយើងរាប់ថាព្រឹកមិញចុះបាទគឺ Real Madrid អធិស្ឋានបាទ Man U បានត្រៀមកញ្ចប់ទឹកប្រាក់បាទ80 លានផោនដើម្បីដាក់ទៅ Real Madrid ក្នុងការទិញយក Valverde មកលេងនៅ Old Trafford នៅទីផ្សារទិញដូរកីឡាករខែមករាដែលនឹងចំហនៅថ្ងៃទី1បាទខែ1ឆ្នាំ2026ខាងមុខនេះអ្វីដែលសំខាន់បាទគឺតម្លៃខ្លួនដែល Real Madrid ដាក់សម្រាប់ Valverde គឺចន្លោះពី100 លានទៅ120 លានផោនបើសិនជា Man U ហ៊ានដំឡើងបន្តិចលក្ខខណ្ឌនេះគឺអាចចរចាគ្នាបានហើយក៏ត្រូវដោះស្រាយទៅលក្ខខណ្ឌមួយទៀតបាទគឺតម្លៃខ្លួនប្រាក់ពលកម្មដែល Real Madrid ចំណាយលើ Valverde គឺ1ឆ្នាំ16 លានផោនដែលចែកទៅគឺមួយសប្តាហ៍ Valverde ទទួលបាន30 ម៉ឺនផោនពី Real Madrid អញ្ចឹងបើសិន Man U ហ៊ានឲ្យ Valverde មួយសប្តាហ៍30 ម៉ឺនផោនឬក៏35 ម៉ឺនផោននោះ Valverde អាចនឹងពិចារណាក្នុងការផ្លាស់មក Old Trafford 30 ម៉ឺនផោនមួយសប្តាហ៍ច្រើនណាស់បងប្អូនអរគ្នាបាទនៅរឿងរ៉ាវមួយទៀតបាទគេហៅថា release clause 1000 លានផោនបាទដែល Real Madrid បានចង Valverde ទុកបានន័យថាកុងត្រារបស់ Valverde នៅ Real Madrid គឺបន្តរហូតដល់ថ្ងៃទី30 ខែមិថុនាឆ្នាំ2029ឯណោះករណីថាបើ Valverde គាត់កំពុងល្អហើយ Real Madrid អត់ចង់លក់បើសិនជាមានក្លឹបណាហ៊ានឲ្យ 1000 លានទើប Real Madrid មានសិទ្ធិលក់បាទតែឥឡូវនេះគឺដូចយើងដឹងអញ្ចឹង Valverde ជាមួយនឹង Real Madrid ហាក់បីដូចជាមិនសូវជាចុះសម្រុងគ្នាជាមួយនឹងទម្រង់នៃការដឹកនាំរបស់លោក Xabi Alonso ហើយ Man U ក៏កំពុងតែត្រូវការ Valverde មកបំពេញនៅក្នុងតំបន់បម្រើកណ្ដាលនិយាយទៅ Valverde នេះលេងទីតាំងណាក៏បានដែរបងប្អូនធ្លាប់ឃើញលេងការពារស្លាបលេងការពារលេងនៅមីកណ្ដាលពេលខ្លះលេងដល់ប្រយុទ្ធស្លាបទៀតអញ្ចឹង Man U យកមកនេះបាទគឺអាចជួយបានច្រើនទីតាំងមែនទែនអញ្ចឹងយើងតាមដានទាំងអស់គ្នាថាតើ Man U អាចទិញបានឬអត់សម្រាប់ Redmin បើមិនខែ1នេះ Man U ទិញអត់បានទេក៏ Man U តាមទិញបាទនៅទីផ្សារដោះដូរកីឡាកររដូវក្តៅបាទគឺនៅពេលបញ្ចប់រដូវកាលឆ្នាំ2026 Man U នេះគឺដាក់គោលដៅយក Valverde តាំងទៅពីដើមរដូវកាលដាច់ឆ្នាំ2025ម្លេះតែកាលនោះគឺចរចាអត់ទាន់មានដំណឹងថាយ៉ាងម៉េចយ៉ាងម៉ាទេទើបតែលើកនេះគឺ Man U ហ៊ានដាក់80 លានផោនតែម្ដងគប់ជួនបាទមួយរឿងទៀតយើងភ្ជាប់ទៅតែម្ដងថ្ងៃប្រហ័សបាទព្រឹកថ្ងៃសុក្របាទម៉ោង3គឺ Manchester United នឹងបន្តទៅលេងនៅ Premier League បាទសប្តាហ៍ទី14ជាបន្តដែលត្រូវប៉ះជាមួយនឹង West Ham United បាទគឺដូចជាលេងនៅក្នុងផ្ទះផងបាទនៅ Old Trafford អញ្ចឹងយើងចាំតាមដានលទ្ធផលរបស់ Man U ថាតើអាចរំកិលដល់ក្បែរ Top 4 ឬក៏ឡើង Top 4 បានឬអត់តាមដានភាពបន្តទៀតជាមួយនឹង Edwin បាទ